ត្រីគល់រាំងត្រីគល់រាំងជានិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាត្រីគល់រាំងមានឈ្មោះភាសាជាតិថាត្រីកាហោឬត្រីក្បាលឡានវាមានឈ្មោះជាភាសាអង់គ្លេស Giant Mekong Barb និងមានឈ្មោះវិទ្យាសាស្ត្រ Catlocarpio siamensis វាជាប្រភេទត្រីមានទំហំធំជាងគេនៅកម្ពុជាវាអាចមានទម្ងន់ពី150ទៅ300គីឡូក្រាមនិងប្រវែងដងខ្លួនពី2ទៅ3ម៉ែត្រជាប្រភេទត្រីមានស្រកាធំគ្របដណ្ដប់លើផ្ទៃដងខ្លួនទាំងមូលលើកលែងតែផ្នែកក្បាលនិងព្រុយប៉ុណ្ណោះពណ៌សម្បុរលើដងខ្លួនទាំងមូលមើលឃើញថាមាន2ពណ៌ដាច់ដោយឡែកពីគ្នាស្រកាដែលនៅលើខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ក្រមៅថ្លាដោយឡែកស្រកាស្ថិតនៅក្រោមខ្សែឆ្នូតចំហៀងខ្លួនមានពណ៌ប្រាក់ត្រីប្រភេទនេះត្រូវបានការពារដោយក្រឹត្យច្បាប់លេខ33ក្រចស្ដីពីការគ្រប់គ្រងវិស័យជលផលក្នុងជំពូក2មាត្រា18ត្រីគល់រាំងជាប្រភេទត្រីទឹកសាបដែលមានប្រភពនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងគេឃើញមានរស់នៅតាមដងទន្លេមេគង្គជាពិសេសសម្បូរជាងគេនៅបឹងទន្លេសាបរូបភាពត្រីប្រភេទនេះត្រូវបានបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទបុរាណគេតែងតែនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរយើងបើប្រៀបធៀបទៅនឹងប្រភេទត្រីក្នុងស្រុកផ្សេងទៀតត្រីគល់រាំងមានមាឌធំជាងគេនៅក្នុងប្រទេសកម្ពុជាហើយស្លូតពុំសូវដេញចាប់ត្រីប្រភេទផ្សេងទៀតជាអាហារឡើយបច្ចុប្បន្ននេះក្រសួងបរិស្ថានក៏ដូចជាក្រសួងពាក់ព័ន្ធដទៃទៀតបាននឹងកំពុងជំរុញដល់ស្ថានីយភ្ញាស់បង្កាត់នានាឲ្យព្យាយាមស្រាវជ្រាវភ្ញាស់ផលិតពូជត្រីប្រភេទនេះដើម្បីផ្សព្វផ្សាយឲ្យប្រជាកសិករយកទៅចិញ្ចឹមព្រោះវាងាយស៊ីចំណីធម្មជាតិឆាប់ធំនិងអាចរក្សាពូជរបស់វាបានទន្ទឹមនឹងនេះផងដែរក្រសួងបរិស្ថានបានបង្កើតតំបន់ការពារអន្លង់ត្រីជាច្រើននៅតាមដងទន្លេមេគង្គដើម្បីអភិរក្សពូជត្រីដែលជិតផុតពូជនេះ